ពេលវេលាចេះតែកន្លងទៅពីមួយឆ្នាំទៅមួយឆ្នាំរឿងរ៉ាវចម្លែកក៏ត្រូវបានដំណាលតគ្នាពីមាត់មួយទៅមាត់មួយជាពិសេសគឺដំណាលនៅក្នុងតំបន់ផ្សេងគ្នាទៅតាមអបិយជំនឿក៏ដូចជារឿងរ៉ាវដែលធ្លាប់បានឆ្លងកាត់កន្លងមកទៅតាមថ្វីដៃរបស់បុគ្គលនីមួយឬក៏រឿងរ៉ាវដែលបានកើតឡើងដោយប្រភេទអមនុស្សនិងជាសត្វផ្សេងដែលបង្កហេតុឲ្យមានគ្រោះភ័យទៅដល់ជីវិតមនុស្សឬក៏សត្វផ្សេងនៅថ្ងៃមួយរឿងរ៉ាវនៅក្នុងភូមិឋានមួយកន្លែងដែលត្រូវបានគេនិទានតគ្នានិងមានជំនឿខ្លាចរអាយ៉ាងខ្លាំងបំផុតនៅក្នុងតំបន់ព្រៃនោះតាដាំគាត់គឺជាមេភូមិម្នាក់គាត់មានតួនាទីជាអ្នកគ្រប់គ្រងថែរក្សានិងមើលការខុសត្រូវទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះអាជីព្រៃរីឯព្រានគង់គាត់មានតួនាទីគឺជាអ្នកដែលកម្ចាត់ពពួកសត្វសាហាវផ្សេងនៅក្នុងព្រៃប៉ុន្តែគាត់មិនមែនជាព្រានដែលបរបាញ់សត្វទៅតាមអំពើចិត្តរបស់គាត់ឡើយពីមួយថ្ងៃទៅមួយថ្ងៃជីវិតរបស់គាត់គឺពោរពេញទៅដោយការរស់នៅក្នុងព្រៃពេលខ្លះមួយខែជាងគឺគាត់នៅក្នុងព្រៃពេញមួយខែតែម្ដងខែខ្លះទៀតគាត់នៅផ្ទះបានតែ3ទៅ4ថ្ងៃតែប៉ុណ្ណោះនឹងហើយបានជាអ្នកភូមិគេដំណើរគាត់ថាព្រានគង់ស្ដេចព្រៃចំណែកឯលោកមេភូមិដាំគាត់បន្ទាប់ពីមើលការខុសត្រូវនៅក្នុងភូមិជាមួយនឹងប្រជាពលរដ្ឋផ្សេងអំពីរឿងរ៉ាវបញ្ហាផ្សេងទៅហើយគាត់ក៏ចាប់ផ្ដើមទៅផ្ទះព្រានគង់ដើម្បីជជែកវែកញែកអំពីរឿងរ៉ាវមួយកន្លែងដែលវាបានកើតឡើងក្នុងចំណោមរឿងរ៉ាវទាំងអស់នោះគឺមានហេតុការណ៍ដ៏អាក្រក់មួយដែលអ្នកស្រុកអ្នកភូមិជឿជាក់ថាមានឥទ្ធិពលនិងវិញ្ញាណចម្លែកដែលបានកាន់ទៅលើសត្វដ៏ធំមួយក្បាលដែលមិនអាចនឹកស្មានដល់ឡើយថាវាគឺជាសត្វអ្វីនៅពេលនោះចំនួននោះបើតាមសម្ដីចាស់គាត់បានឧទានឡើងគឺថាអំឡុងពេលដែលព្រានព្រៃចូលទៅក្នុងព្រៃបរបាញ់សត្វហើយគឺកម្រមានជីវិតមកវិញណាស់នៅក្នុងតំបន់ព្រៃនោះដែលអាចនិយាយបានថាគឺជាព្រៃអាគមព្រៃវិញ្ញាណអីចឹងចំណែកឯព្រានគង់គាត់រស់នៅតែម្នាក់ឯងគាត់មិនមានក្រុមគ្រួសារកូនចៅណាមើលការខុសត្រូវគាត់ឡើយក្រោយពេលបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របបខ្មែរក្រហមនោះគឺគាត់រស់នៅតែម្នាក់ឯងនៅក្នុងជីព្រៃមួយកន្លែងដែលនៅមិនឆ្ងាយពីភូមិឋានផ្ទះតាដាំប៉ុន្មាននោះទេគឺគាត់ប្រកបរបរបោះបាញ់សត្វយកទៅដោះដូរជាអាហារអង្ករឬក៏សម្ភារៈផ្សេងសម្រាប់ជីវិតប្រចាំថ្ងៃរបស់គាត់អ្នកស្រុកអ្នកភូមិគោរពស្រឡាញ់គាត់ខ្លាំងណាស់ព្រានគង់គាត់មិនមែនត្រឹមតែជាព្រានព្រៃធម្មតានោះឡើយអ្នកភូមិជឿជាក់ថាគាត់គឺជាគ្រូអាគមដល់ប្រកែម្នាក់ផងដែរដែលអាចដោះអំពើអំព័ន្ធអាប់ធ្មប់ផ្សេងបើសិនជាមានហេតុការណ៍ណាដ៏អាក្រក់ឡើងនោះអ្នកភូមិតែងតែទៅអញ្ជើញព្រានគង់ឲ្យមកធ្វើពិធីដោះអំពើហើយព្រានគង់គាត់មិនដែលទទួលនៅភារកិច្ចនោះដោយងាយនោះទេដោយសារតែគាត់មិនចង់ដើរនៅក្នុងផ្លូវអាក្រក់មួយនឹងធម្មតាព្រានព្រៃឬក៏អ្នកចេះនៅរបៀនអាគមគាថានោះបើមិនចាំបាច់ទេគឺគាត់មិនធ្វើឡើយប៉ុន្តែហេតុតែជីវិតជាអ្នកជួយសង្គ្រោះហើយក៏ជាគ្រូអាគមដល់ប្រកាយផងដែរនោះគាត់មិនអាចឆោអោបដៃមើលអ្នកស្រុកអ្នកភូមិកើតទុកលំបាកដោយគ្រូអាគមឬក៏គ្រូធ្មប់ណាផ្សេងឡើយគាត់ក៏ព្រមទទួលភារកិច្ចទាំងអស់នោះពីអ្នកភូមិទៅនៅថ្ងៃមួយគាត់បានធ្វើពិធីដោះអំពើទៅលើក្មេងម្នាក់ដែលវាបានត្រូវអំពើរបស់គ្រូធ្មប់មួយកន្លែងនៅពេលដែលគាត់បានបំពេញបេសកកម្មនោះជោគជ័យហើយអ្នកស្រុកអ្នកភូមិគេក៏មានដង្វាយមួយចំនួនទៅតាមអ្វីដែលលទ្ធភាពគេអាចធ្វើទៅបានអ្វីដែលគាត់សម្គាល់ជាងនេះទៅទៀតនោះគឺព្រានគង់ពេលនោះគាត់មិនបានទាមទារសំណងឬក៏គុណសម្បត្តិបច្ច័យអ្វីឡើយពីអ្នកភូមិដោយគាត់គ្រាន់តែជួយឲ្យរួចទុក្ខទោសតែប៉ុណ្ណោះនៅក្នុងអំឡុងនោះគឺមានអ្នកភូមិម្នាក់ផងដែរដែលគេចូលចិត្តព្រានគង់ខ្លាំងណាស់
នៅពេលដែលចូលព្រៃម្ដងបរិសម្នាក់នោះតែងតែសុំព្រានគង់ទៅបបបាញ់ជាមួយប៉ុន្តែព្រានគង់គឺគាត់មិនអោយបរិសនោះទៅជាមួយគាត់ឡើយដោយសារតែគាត់មិនចង់នាំទុក្ខលំបាកទៅដល់បរិសម្នាក់នោះទេថ្លែងអំពីតាដាមដែលជាមេភូមិឯនោះវិញគាត់គឺមានចិត្តចង់ចូលទៅក្នុងព្រៃបបបាញ់ជាមួយនឹងព្រានគង់ដែរមិនខុសពីបរិសម្នាក់នោះឡើយភូមិពងរគឺជាភូមិមួយដែលធ្លាប់តែសុខសាន្តការរស់នៅសុខដុមរមនាស្របតែគ្រាមួយស្រាប់តែមានរឿងគួរឲ្យតក់ស្លុតជាទីបំផុតដែលប្រជាជននៅក្នុងភូមិនោះនឹកស្មានមិនដល់ឡើយវាបានបង្កហេតុឡើងដោយសារតែអំពើគ្រូធ្មប់ម្នាក់គ្រូធ្មប់នោះគឺមិនមានទីលំនៅពិតប្រាកដនៅក្នុងភូមិពងរនោះទេរឿងរ៉ាវគ្រូធ្មប់នោះគឺនិយាយបានថាគាត់ធ្វើបាបអ្នកស្រុកអ្នកភូមិដើម្បីតែផលប្រយោជន៍ហើយផលប្រយោជន៍នោះទៀតសោតគឺដើម្បីតែបង្ក្រាបទៅកាន់បុគ្គលណាដែលស្អប់ខ្ពើមគាត់ហេតុនេះហើយបានជាគំនុំគុំគួនរបស់គ្រូធ្មប់នោះចេះតែបង្កហេតុទៅដល់អ្នកភូមិធ្វើឲ្យអ្នកភូមិរស់នៅទាំងភាពក្តៅក្រហាយជាពន់ពេកប៉ុន្តែគប់ជួនអីគឺក្នុងចំណោមនោះគឺមានតែលោកគ្រូគង់តែប៉ុណ្ណោះឬក៏ព្រានគង់នឹងគឺគាត់មិនបានត្រូវអំពើរបស់គ្រូធ្មប់នោះទេពីព្រោះព្រានគង់គាត់គឺជាគ្រូអាគមម្នាក់ផងដែរហើយគាត់ក៏មិនដែលទៅពាក់ព័ន្ធជាមួយនឹងលោកគ្រូអាគមដែលចេះអំពើអាប់ធ្មប់នោះឡើយគប់ជួនថ្ងៃមួយព្រានដាំគាត់ត្រៀមគម្រោងចូលទៅក្នុងព្រៃដើម្បីប្រមាញ់សត្វមួយចំនួនយកមកដោះដូរជាអង្ករត្រីសាច់ផ្សេងៗនៅពេលដែលគាត់ចាប់ផ្ដើមរៀបចំសម្ភារៈចេញដំណើរចូលទៅក្នុងដែនព្រៃក៏ស្រាប់តែមានរឿងមួយគួរឲ្យចម្លែកជាទីបំផុតនៅក្នុងអារម្មណ៍គាត់ពេលនោះគាត់ក៏នឹកឃើញយីអើថ្ងៃនេះហេតុអ្វីបានជាក្រសែភ្នែករបស់អញញាក់ម្លេះតើមានរឿងអ្វីទៅគាត់ឧទានដោយខ្លួនឯងស្ងាត់នៅក្រោមផ្ទះរបស់គាត់បន្ទាប់មកគាត់ក៏ចាប់ផ្ដើមទាញបង្វិចនិងកំភ្លើងរបស់គាត់មួយដើមហើយស្ពាយថង់យាមរបស់គាត់នោះដែលផ្ទុកទៅដោយសម្ភារៈអាគមនិងគ្រាប់កំភ្លើងមួយចំនួនដែលបញ្ចុះទៅដោយមុនគាថាគាត់ទៅណាមកណាភាកច្រើនដើរតែម្នាក់ឯងតែប៉ុណ្ណោះសូម្បីតែបរិសម្នាក់នៅក្នុងភូមិនោះចង់ទៅជាមួយគាត់ក៏គាត់មិនព្រមឲ្យទៅដែរនិយាយអំពីលោកមេភូមិដាំឯនោះវិញគាត់ចេះតែព្យាយាមទទូចសុំព្រានគង់ទៅជាមួយណែលបងព្រានសូមខ្ញុំទៅជាមួយផងតើបានទេខ្ញុំចង់ទៅលេងនិងចង់ដឹងអំពីការបរបាញ់របស់ព្រានឯងណាមួយខ្ញុំនៅតែក្នុងភូមិមិនដែលបានចូលទៅក្នុងព្រៃជាយូរឆ្នាំណាស់មកហើយពេលនោះព្រានគង់គាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនសូវល្អសម្រាប់គាត់ប៉ុន្តែហេតុតែលោកមេភូមិគាត់ទទូចសុំទៅជាច្រើនថ្ងៃមកហើយគាត់ក៏ព្រមមិនអីទេលបងបើសិនជាលបងចង់ទៅខ្ញុំនឹងឲ្យទៅតែលបងមានកំភ្លើងដែរទេហ្នឹងលោកមេភូមិគាត់ក៏ថាយើងមានតើក្រោយពេលដែលពួកគាត់ព្រមព្រៀងគ្នារួចគាត់ក៏ចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងព្រៃទៅនៅគ្រានោះពួកគាត់ចេះតែនិយាយជជែកគ្នាពិភាក្សាពីរឿងនេះធ្លាក់ទៅរឿងនោះផ្សេងក៏ស្រាប់តែធ្លាក់ទៅដល់រឿងគ្រូអាគមធ្មប់ម្នាក់នោះដែលគាត់បានធ្វើអំពើមកលើក្មេងម្នាក់ប៉ុន្តែត្រូវបានដោះវិញដោយព្រានគង់ណែលបងតើលបងឯងមាននឹកឃើញទៅដល់រឿងរ៉ាវរបស់គ្រូធ្មប់ម្នាក់នោះដែរឬទេពិតមែនហើយខ្ញុំចេះតែនឹកឃើញដែរតើប៉ុន្តែមិនដឹងថាហេតុអ្វីបានជាថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលនៅក្នុងចិត្តតតែសោះហាក់បីដូចជាមានប្រផ្នូលមិនល្អផ្នែករបស់ខ្ញុំចេះតែញាក់ទាញប្រៀបដូចជាមានអ្វីមកប្រាប់ខ្ញុំមិនដឹងនោះទេលោកមេភូមិគាត់ក៏និយាយអំពីប្រវត្តិគ្រូធ្មប់ម្នាក់នោះណែលបងគង់កាលពីដើមឡើយនៅក្នុងភូមិពងរយើងនេះគឺសុខសាន្តណាស់ហើយគ្រូអាគមម្នាក់នោះវាគ្រាន់តែជាអ្នកចំណូលថ្មីតែប៉ុណ្ណោះវាមកទីនេះវាចង់បានគុណសម្បត្តិពីអ្នកភូមិក៏ដូចជាលៀបសក្ការៈមួយចំនួនហើយអ្នកស្រុកអ្នកភូមិខ្លាចរអាវាណាវាចង់ទាមទារគោក្របីគឺឲ្យវាទាំងអស់សូម្បីតែដីស្រែចម្ការក៏គ្រូធ្មប់ម្នាក់នោះលោភលន់យកទៅខ្លួនឯងដែរពេលនោះព្រានគង់គាត់ក៏ពោលឡើងថាពុទ្ធអើយលបងដាំនៅលើលោកយើងនេះហេតុអ្វីក៏មានមនុស្សលោភលន់ដូចជាគ្រូអាគមអាក្រក់ម្នាក់នោះអញ្ចឹងព
ពួកគាត់ចេះតែជជែកគ្នាបណ្ដើរដើរប្រាជ្ញគ្នារហូតទៅដល់ដែនព្រៃដ៏ជ្រៅមួយហើយកន្លែងនោះគឺជាកន្លែងរបស់ព្រានគង់ដែលគាត់ធ្វើជាជំរំសម្រាប់រងចាំបាញ់សត្វនៅពេលយប់តើមកដល់ហើយមែនទេពិតមែនហើយយើងដើរមកដល់កន្លែងរបស់ខ្ញុំហើយនៅពេលនោះព្រានគង់គាត់បានអញ្ជើញលោកមេភូមិដាំឲ្យឡើងទៅអង្គុយនៅលើថ្នាក់របស់គាត់ដែលព្រានគង់បានសង់ជាយូរឆ្នាំណាស់មកហើយវាគឺជាកន្លែងរបស់គាត់ទៅបាញ់សត្វយ៉ាងប្រចាំស្របពេលដែលពួកគាត់អង្គុយជជែកគ្នានៅលើថ្នាក់នោះមានពន្លឺភ្លើងទៀននិងភ្លើងចង្គៀងផ្លុងភ្លឺនៅពេលរាត្រីចុងព្រៃម្ខាងពោពេញទៅដោយពន្លឺព្រះច័ន្ទភ្លឺព្រៀងលាយឡំជាមួយនឹងពពកអាប់ក្រាស់ដែលស្រមោលរបស់ដើមឈើបក់រវិចទៅតាមខ្យល់ចំណែកឯសត្វនៅក្នុងព្រៃក៏ចាប់ផ្ដើមយំទៅតាមធម្មជាតិរបស់ពួកវាទិដ្ឋភាពនៅក្នុងព្រៃត្រជាក់ស្រេបពោពេញទៅដោយសន្សើមអាប់ក្រាស់កណ្ដាលព្រៃភ្នំដ៏សែនធំល្វឹងល្វើយគឺមានសត្វជាច្រើនដែលធ្វើឲ្យពួកគាត់ទាំងពីរងាយស្រួលក្នុងការបរបាញ់ស្របពេលដែលកំពុងតែសម្លឹងសញ្ជឹងគិតមើលទៅសត្វខាងក្រោមដោយពន្លឺព្រះច័ន្ទពីលើផងនោះថ្ងៃនោះគឺជាថ្ងៃចម្លែករបស់ព្រានគង់ហើយដែលមិនអាចមានសត្វអ្វីមួយមកក្បាលតលតែសោះសម្រាប់ឲ្យគាត់បរបាញ់នៅពេលយប់នោះហើយគាត់ឃើញអាការៈយ៉ាងនេះគាត់ក៏ចាប់ផ្ដើមឆ្ងល់ឧទានសួរទៅកាន់លោកមេភូមិដាំថាណែលោកមេភូមិដាំតើរឿងនេះពិតដែរឬទេខ្ញុំមកម្នាក់ឯងគឺខ្ញុំសម្បូរសត្វបាញ់ណាស់នៅពេលយប់នេះខ្ញុំមកជាមួយលោកមេភូមិឯងហេតុអ្វីបានជាសត្វស្ងាត់យ៉ាងនេះរឿងនេះគឺជារឿងគួរឲ្យចម្លែកបំផុតសម្រាប់ខ្ញុំហើយនៅពេលនោះលោកមេភូមិគាត់ក៏បានពោលនឹងនិយាយទៅកាន់ព្រានគង់ទៅវិញថាមិនដឹងទេលបងគង់អើយខ្ញុំមកលើកទី1ហើយខ្ញុំមិនដែលបានឃើញនៅទិដ្ឋភាពទាំងអស់នោះទេបើសិនជាលបងមកសួរខ្ញុំតើឲ្យខ្ញុំទៅសួរនរណាកើតមិនអីទេខ្ញុំគ្រាន់តែនិយាយលេងតែប៉ុណ្្នឹងតាបន្តិចទៀតនឹងមានសត្វបាញ់ហើយនៅពេលនោះពួកគាត់ទាំងពីរខណៈពេលដែលអង្គុយចាំបរបាញ់សត្វពីលើថ្នាក់របស់គាត់នោះស្រាប់តែហេតុការណ៍ច្អល់ចម្លែកបានកើតឡើងធ្វើឲ្យពួកគាត់មិនដែលជួបប្រទះពីមុនមកហើយក៏នឹកស្មានមិនដល់ដែរនោះគឺជាសម្លេងវារបស់សត្វពស់ដ៏ធំមួយក្បាលដែលវាបានបង្ហាញឫទ្ធិពីចុងព្រៃម្ខាងចុងឈើមានការរង្គើជាខ្លាំងហាក់បីដូចជាសត្វដំរីមួយក្បាលដ៏ធំកំពុងតែអង្រួនដើមឈើនោះអញ្ចឹងសូម្បីតែសម្លេងសត្វព្រៃដែលយំនៅក្នុងពេលរាត្រីនោះក៏ស្ងាត់ជ្រាបគួរឲ្យខ្លាចជាទីបំផុតហើយគាត់ក៏ចាប់ផ្ដើមនឹករលឹកទៅដល់វិញ្ញាណពស់មួយក្បាលដ៏ធំនៅក្នុងនោះនៅពេលដែលគាត់នឹកឃើញគាត់ក៏បានពោលប្រាប់ទៅកាន់លោកមេភូមិដាំថាណែលោកមេភូមិឆាំអើយសូមប្រយ័ត្នខ្លួនផងនេះមិនមែនជាសត្វធម្មតាទេវាបានបង្ហាញខ្លួនសារជាថ្មីហើយតើជាសត្វអ្វីទៅលបងគង់អើយនៅពេលដែលឮការសួរពីលោកមេភូមិដាំដូច្នេះព្រានគង់គាត់ក៏ឆ្លើយថាបន្តិចទៀតលបងឯងនឹងដឹងហើយថាវាគឺជាសត្វអ្វីខ្ញុំបរបាញ់សត្វនៅក្នុងព្រៃនេះតាំងតែពីយូរឆ្នាំណាស់មកហើយខ្ញុំក៏មិនដែលជួបប្រទះវាដែរបើតាមតែចាស់និងឪពុករបស់ខ្ញុំដំណើរពីមុនមកនោះវាគឺមានឈ្មោះថាអាខ្មៅវាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងតំបន់នេះវាគឺជាស្ដេចព្រៃហើយសូម្បីតែសត្វខ្លាតធំព្រមទាំងដំរីទៀតផងនោះក៏មិនអាចតតាំងជាមួយនឹងវាបានដែរហើយវាមកទីនេះបើសិនជាវាឃើញយើងនោះពួកយើងទាំងពីរប្រកាសជាមានគ្រោះដល់ជីវិតជាក់ជាមិនខាននោះទេនៅពេលដែលវាមកគៀកពួកយើងទាំងពីរត្រូវពន្លត់ភ្លើងចង្គៀងហើយសំងំកុំអោយមាត់អីសោះណាបើសិនជាបែកការដល់វានោះវានឹងឡើងមករឹតរួតយើងលេបជាអាហារនៅថ្ងៃនេះជាក់ជាមិនខានឡើយពាក្យពេចន៍សម្ដីរបស់ព្រានគង់ឧទានដូច្នេះធ្វើឲ្យលោកមេភូមិដាំគាត់មានការភ័យខ្លាចនិងតក់ស្លុតកាន់តែខ្លាំងហើយណាមួយគាត់មកក្នុងព្រៃជាមួយនឹងព្រានគង់នេះគឺជាលើកដំបូងរបស់គាត់ហើយពួកគាត់ជជែកគ្នាបានមួយសន្ទុះអាខ្មៅវាក៏លូនមកដល់ហើយវាក៏បានប្រាខ្លួនដេកនៅក្រោមថ្នាក់របស់ពួកគាត់នោះប្រហែលជាង2 ទៅ 3 ម៉ោងនៅពេលនោះធ្វើឲ្យពួកគាត់ទាំងពីរមានអារម្មណ៍ថាព្រឺសម្បុរសំឡេងឆ្កែព្រៃក៏ចាប់ផ្ដើមចេះតែលូឡើងហាក់បីដូចជាមានដួងវិញ្ញាណអ្វីហោះមកកាន់អាខ្មៅអញ្ចឹង
តាមពិតទៅអាខ្មៅវាមកដេកនៅក្រោមថ្នាក់របស់ពួកគាត់នោះវាមិនបានដឹងថាពួកគាត់នៅលើវានោះទេហើយសំលេងឆ្កែព្រៃឆ្កែចចកវាបានលូនោះគឺដោយសារតែវាឃើញនៅវិញ្ញាណខ្មោចព្រៃវាមកសន្ធិដ្ឋទៅលើអាខ្មៅដែលអាចនិយាយបានថាវាគឺជាព្រាយពួរដែលឃុំក្រងទៅដោយប្រលឹងខ្មោចព្រៃជាច្រើនយប់ឡើងវាមានឥទ្ធិពលនិងអំណាចខ្លាំងណាស់វាដែលរកចាប់សត្វមរគីស៊ីជាអាហារជារៀងរាល់យប់ហើយបើសិនជាមានមនុស្សម្នាណាចូលទៅក្នុងព្រៃបានជួបប្រទះវាហើយនោះក៏កម្រនឹងមាននរណាគេរួចជីវិតពីវាណានេះហើយបានជាព្រានគង់គាត់ចេះតែហាមប្រាមមិនឲ្យនរណាគេមកបរបាញ់សត្វជាមួយនឹងគាត់ឡើយដោយសារតែគាត់គិតថាខ្លាចមានគ្រោះភ័យទៅដល់ខ្លួនប៉ុន្តែលើកនេះគឺគាត់បានយកលោកមេភូមិដាំមកគប់ជួនអីគឺបានជួបប្រទះទៅនឹងវាមែនតែយប់ដំបូងគឺពួកគាត់ទាំងពីរមិនបានជួបរឿងរ៉ាវដល់អាក្រក់នោះឡើយរហូតដល់ព្រលឹមភ្លឺស្រាងថ្ងៃរះពីខាងកើតមកវាក៏លូនចូលទៅក្នុងព្រៃដល់ជាទីអាត់កំបាំងមួយដែលពួកគាត់មិននឹកស្មានថាជំរករបស់វានៅឯណានោះទេពួកគាត់ទាំងពីរក៏នាំគ្នាចុះពីលើថ្នាក់ហើយដើរមកខាងក្រោមដើរមើលជុំវិញបរិវេណដែលវាដេកនៅពីយប់មិញនោះឃើញថាមានសាកសពសត្វឆ្លុះចំនួន2ក្បាលដែលវាបានលេបហើយវាក៏គ្រឿដាក់ចោលនៅក្រោមថ្នាក់របស់ពួកគាត់នោះអំឡុងពេលដែលពួកគាត់បានឃើញពេលនោះលោកមេភូមិដាំគាត់ក៏ឧទានមុនទៅកាន់ព្រានគង់ថាណែលបងគង់នេះគឺជាសាកសពសត្វឆ្លុះដែលវាលេបកាលពីយប់មិញឥឡូវនេះវាបានគ្រឿចោលនៅទីនេះពុទ្ធោអើយមើលតែដានរបស់វាទៅខ្ញុំមិននឹកស្មានថានៅក្នុងព្រៃនេះមានសត្វពស់ដ៏ធំមួយក្បាលអញ្ចឹងសោះធ្លាប់តែឮចាស់ដំណាលតគ្នាឥឡូវនេះខ្ញុំបានឃើញនៅផ្ទាល់ភ្នែកហើយពុទ្ធោអើយខ្ញុំមិនជឿទេអំឡុងពេលដែលលោកមេភូមិដាំគាត់ឧទានព្រានគង់គាត់ក៏ឆ្លើយថានឹងហើយគឺជាហេតុដែលខ្ញុំមិនចង់ឲ្យលបងឯងចូលមកក្នុងព្រៃជាមួយនឹងខ្ញុំនេះសំណាងហើយដែលវាមិនដឹងថាយើងសងំនៅលើដើមឈើមួយនេះបើសិនជាវាដឹងថាពួកយើងទាំងពីរនៅលើដើមឈើនេះប្រកាសជាមានរឿងដល់ជីវិតជាក់ជាមិនខាននោះទេមូលហេតុគឺបែបនេះឯងបានជាខ្ញុំមិនចង់ឲ្យលបងឯងនិងអ្នកភូមិផ្សេងទៀតមកជាមួយនឹងខ្ញុំមិនអីទេខ្ញុំពេលនេះគឺខ្ញុំយល់សាច់រឿងរបស់ព្រានគង់ឯងហើយនៅពេលដែលពួកគាត់ទាំងពីរបានជជែកគ្នាហើយដើរសម្លឹងមើលបរិវេណជុំវិញដែលវាបានដេកនោះឃើញសាកសពឆ្លុះចំនួន2ក្បាលហើយបានរលួយពាក់កណ្ដាលទៅហើយពួកគាត់ក៏ចាប់ផ្ដើមធ្វើដំណើរជុំវិញនោះដើម្បីរកចំណីអាហារហើយគាត់ក៏មិនបានត្រឡប់ចូលទៅក្នុងភូមិវិញនៅពេលនោះទេគឺគាត់នៅលើថ្នាក់របស់គាត់នោះចំនួន1យប់ទៀតសិនព្រោះហេតុគឺគាត់ទាំងពីរមិនបានបាញ់សត្វយកទៅក្នុងភូមិបន្ទាប់មកគាត់ក៏ចាប់ផ្ដើមរៀបចំអន្ទាក់មួយចំនួនដាក់នៅជុំវិញនោះដើម្បីងាយស្រួលក្នុងការចាប់សត្វដោយមិនចំណាយក្របកំភ្លើងឡើយនៅគណៈពេលដែលពួកគាត់ត្រៀមសម្ភារៈដាក់អន្ទាក់ចាប់សត្វនៅពេលនោះរួចរាល់អស់ក៏ដល់ពេលល្ងាចល្មមហើយពួកគាត់ទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើទីដែលមានសុវត្ថិភាពនោះគឺលើថ្នាក់របស់ពួកគាត់ក្រោយពេលដែលពួកគាត់ស្រស់ស្រូបអាហារពេលល្ងាចរួចនៅក្នុងព្រៃគាត់ក៏អង្គុយជជែកគ្នានិងសម្រាកនៅទីនោះពេលវេលាចេះតែកន្លងផុតទៅគឺចំនួនម៉ោង12ពាក់កណ្ដាលត្រៀបទៅហើយហេតុការណ៍ក៏ចាប់ផ្ដើមបង្កហេតុធ្វើឲ្យពួកគាត់ទាំងពីរមានការតក់ស្លុតជាពន់ពេកសូម្បីតែសត្វឆ្លុះមួយក្បាលដែលមកទីនោះក៏មិនមានបន្ទាប់មកគាត់ក៏នឹកឃើញទៅដល់រឿងរ៉ាវកាលពីយប់មុននោះគឺអាខ្មៅវាបានមកដេកនៅទីនោះសារជាថ្មីអំឡុងពេលដែលវាលូនមកសម្រាប់ដែលវាធ្វើដំណើររង្គើព្រៃនិងសូម្បីតែមែកឈើដ៏ធំក៏ត្រូវបានបាក់តិចទីអស់ដោយសារតែទម្ងន់និងទំហំខ្លួនដ៏ធំមហិមារបស់អាខ្មៅនោះពីដើមឡើយប្រភេទពស់ធំគឺគេហៅថាពស់អ្នកតាឬក៏ពស់ព្រាយហេតុដូច្នេះហើយបានជាកម្រមានព្រានព្រៃណាជួបប្រទះនឹងវាណាហើយក៏មិនដែលមានព្រានព្រៃណាបាញ់ប្រហារវាបានដោយជោគជ័យនោះទេប៉ុន្តែនៅក្នុងពេលវេលារាត្រីនេះគឺលោកគ្រូទាំងពីរពួកគាត់បានជួបប្រទះនឹងវាដោយផ្ទាល់នឹងភ្នែកហើយវានៅមិនឆ្ងាយប៉ុន្មានពីជំរករបស់គាត់ឡើយ
ចំណែកឯព្រានគង់គាត់គឺជាព្រានមួយដែលមានជំនាញនៅខាងបរបាញ់សត្វផងនោះគាត់ក៏មិននឹកស្មានថានៅក្នុងព្រៃនេះមានអាស្ដេចព្រៃដ៏ធំហិមានៅក្នុងនោះឡើយបន្ទាប់មកគាត់ក៏ពោលទៅកាន់លោកមេភូមិដាំទៀតថាណែលបងសុំលបងប្រយ័ត្នខ្លួនឲ្យបានខ្ពស់នេះគឺជារាត្រីទី2ហើយវាមកដេកនៅកន្លែងយើងនេះមិនដឹងថាវាមានចេតនាអ្វីនោះទេបើតាមតែខ្ញុំដឹងវាប្រកាសជាធំក្លិនមនុស្សនៅតំបន់នេះហើយពួកយើងគួរតែប្រយ័ត្នខ្លួនឲ្យបានខ្ពស់លោកមេភូមិដាំនៅពេលនោះគាត់ក៏បាននិយាយទៅកាន់ព្រានគង់វិញដែរថាមិនអីទេណាលបងខ្ញុំនឹងព្រមទទួលនូវភារកិច្ចទាំងអស់នេះណាបើសិនជាវាដឹងថាយើងនៅទីនេះមែនការវេប្រហាររវាងយើងនិងវាប្រកាសជាកើតឡើងហើយប៉ុន្តែយើងមិនអាចយកឈ្នះវាបានងាយៗនោះទេណាលបងតើហេតុអ្វីទៅព្រោះអីគឺពេលយប់វាមានឥទ្ធិពលខ្លាំងជាងយើងណាមួយវាមិនមែនជាពស់ធម្មតាដូចអ្វីដែលយើងគិតនោះឡើយអញ្ចឹងព្រានគង់ឯងគិតថាវាគឺជាអ្វីទៅពេលនោះព្រានគង់ក៏ឆ្លើយបន្តទៀតថាវាគឺជាពស់នៅតាភ្នំបើតាមតែខ្ញុំមើលទៅតាមសកម្មភាពរបស់វានោះវាមានស្បែកគង់ខ្លាំងណាស់ក្របកំភ្លើងល្មមមិនអាចបាញ់ទម្លុះស្បែកវាបាននោះទេលោកមេភូមិដើមគាត់ក៏ឆ្លើយថាតើយើងធ្វើដូចម្ដេចទៅព្រានគង់ខ្ញុំមិនដឹងថាគួរធ្វើដូចម្ដេចនោះទេខ្ញុំមានតែពឹងទៅលើកំភ្លើងរបស់ខ្ញុំនឹងឯងហើយក្របកំភ្លើងធម្មតាមិនអាចបាញ់ទម្លុះវាបានអញ្ចឹងយើងមានតែសូត្រនៅមុនគាថាបញ្ចុះនៅក្នុងក្របកំភ្លើងនោះទៅពួកគាត់ទាំងពីរជជែកគ្នាបានមួយស្របក់អាខ្មៅវាក៏លូនមកដល់កន្លែងដែលវាដេកនោះហើយវាក៏បានគ្រឿសัตว์ដែលវាបានលេបពីថ្ងៃចូលទៅក្នុងនោះផងដែរដែលហាក់ໄວដូចជាមានរឿងចម្លែកអ្វីមួយមកកាន់ពួកគាត់បន្ទាប់ពីឃើញថាសកម្មភាពរបស់វាពីមួយយប់ទៅមួយយប់នៅតែដដែលព្រានផានហើយនឹងលោកមេភូមិដាំចេះតែឆ្ងល់លុះដល់ព្រឹកឡើងគាត់បានចុះពីលើថ្នាក់ម្ដងទៀតដើរទៅមើលកន្លែងដែលវាដេកស្រាប់តែពេលគាត់ទៅមើលគាត់បានឃើញសាកសពរបស់កូនក្មេងម្នាក់នៅពេលដែលឃើញទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតបែបនេះគាត់បានចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីហើយសត្វពស់នេះគឺវាមិនបានរស់នៅក្នុងព្រៃនេះទេវាប្រកាសជាចូលទៅវាយលុកឬក៏រាតត្បាតអ្នកស្រុកអ្នកភូមិគាត់នៅឯជាព្រៃនោះហើយមើលទៅអំឡុងពេលនោះព្រានគង់គាត់ក៏ឆ្លើយថាណែលោកមេភូមិដាំបើយើងនៅទីនេះទៀតប្រកាសជាមិនអាចនាំសុខទៅកាន់អ្នកភូមិទៀតបាននោះទេយប់នេះយើងត្រឡប់ចូលទៅក្នុងភូមិវិញទៅបើសិនជាយើងនៅក្នុងនេះអ្នកភូមិរបស់យើងប្រកាសជាត្រូវវាយប្រហារដោយសារតែវានឹងឯងហើយក្មេងម្នាក់នេះខ្ញុំទើបតែជួយសង្គ្រោះកាលពីប្រហែលថ្ងៃមុនពីអំពើអាប់ធ្មប់របស់អាគ្រូចង្រៃនោះឥឡូវគ្នាបានបាត់បង់ជីវិតដោយសារតែអាខ្មៅនេះហើយមែនហើយយើងនាំគ្នាប្រញាប់ចូលទៅក្នុងភូមិវិញទៅអំឡុងពេលដែលពួកគាត់នាំគ្នាចូលទៅក្នុងភូមិវិញដល់ពេលយប់អាខ្មៅវាក៏ចេញពីក្នុងព្រៃដើម្បីទៅរាតត្បាតអ្នកស្រុកអ្នកភូមិជាបន្តបន្ទាប់អំឡុងពេលដែលគាត់ទៅដល់ភូមិមុនវានោះលោកមេភូមិហើយនឹងព្រានគង់គាត់ក៏បានប្រាប់ទៅកាន់អ្នកស្រុកអ្នកភូមិទាំងអស់គ្នាថាអ្នកទាំងអស់គ្នានៅពេលល្ងាចសូមអ្នកទាំងអស់គ្នាចូលទៅក្នុងផ្ទះបិទទ្វារបិទបង្អួចឲ្យបានជិតហាមកូនចៅដើរហើរនៅពេលក្បាលប្រលប់ឲ្យសោះប្រហែលថ្ងៃមុនខ្ញុំចូលទៅក្នុងព្រៃគឺបានឃើញសាកសពមនុស្សម្នាក់ដែលបានគ្រឿមកវិញដោយសារតែសត្វពស់ដ៏ធំវាបានលេបហើយដូច្នេះហើយបានជាខ្ញុំប្រញាប់ចេញពីក្នុងព្រៃយកដំណឹងនេះប្រាប់មកកាន់អ្នកភូមិទាំងអស់គ្នានឹងណាចូលប្រយ័ត្នខ្លួនផងអ្នកស្រុកអ្នកភូមិនៅទីនោះក៏នាំគ្នាមានការភ័យខ្លាចហើយគេក៏មិនបានដឹងរឿងរ៉ាវនេះផងដែរកុំតែបានព្រានគង់និងលោកមេភូមិដាំមកប្រាប់ទេក្រោយពេលដែលពួកគាត់បានប្រាប់វេលាល្ងាចម៉ោង 7 ទៅ 8 នោះគឺស្រាប់តែមានរឿងដ៏ចម្លែកមួយវងគោនៅក្នុងភូមិក៏ចាប់ផ្ដើមផ្អើលជួយឆរត់ចេញពីក្នុងក្រោលទាំងអស់លោកមេភូមិឃើញដូច្នេះគាត់ក៏នាំព្រានគង់ធ្វើដំណើរទៅកន្លែងវងគោនោះដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះគាត់នៅពេលដែលគាត់ទៅដល់គាត់ឃើញដានពស់ដ៏ធំវាបានលូនចេញពីកន្លែងគោរបស់គាត់នោះវងគោទាំងអស់
គឺត្រូវបានផ្អើលដាច់ឈូឆោពីពេញភូមិដែលធ្វើឲ្យពួកគាត់ទាំងពីរមានការសង្ស័យយ៉ាងខ្លាំងទៅលើអាខ្មៅហើយគាត់ក៏ឧទានទៅកាន់ព្រានគង់ថាណែលបងព្រានគង់តើយើងគួរធ្វើដូចម្តេចទៅបើវារាតត្បាតភូមិយើងពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងនេះប៉ុន្មានរយៈមុនពួកយើងបានទប់ទល់ទៅលើគ្រូធ្មប់ឥឡូវនេះគឺបានជួបទៅលើពស់ព្រាយមួយក្បាលដ៏ធំហើយបើសិនជាយើងទាំងពីរអោបដៃឈរមើលរឿងរ៉ាវទាំងអស់នេះគឺមិនកើតនោះទេអ្នកភូមិរបស់ពួកយើងនឹងមានការភ័យខ្លាចនិងបាត់បង់អ្វីមួយជាក់ជាមិនខានព្រានគង់នៅពេលនោះគាត់មិនបានឆ្លើយតបទៅកាន់លោកមេភូមិឡើយគាត់គ្រាន់តែញញឹមធ្វើទឹកមុខស្រទន់បន្តិចហើយក៏ដើរចេញពីលោកមេភូមិទៅនៅពេលដែលគាត់ដើរចេញពីលោកមេភូមិបានមួយសន្ទុះគាត់ក៏ទៅដល់ផ្ទះគាត់បានអង្គុយទៅលើគ្រែអស់សង្ឃឹមកាន់តែខ្លាំងគាត់ក៏បានលើករឿងឧទាននៅក្នុងចិត្តរបស់គាត់ថាហេតុអ្វីបានជាឯងធ្វើបែបនេះគាត់និយាយដូច្នេះគឺសំដៅទៅលើគ្រូអាគមធ្មប់ដែលគាត់បានបង្ក្រាបនិងដោះអំពើតាមពិតទៅអាគ្រូធ្មប់អប្រិយម្នាក់នោះវាគឺជាពស់ស្មិលយប់ឡើងវាបានប្រែក្រឡាទៅជាសត្វពស់ដ៏ធំមួយក្បាលហើយវាបានទៅលេបក្មេងម្នាក់នោះហើយបានស៊ីគោក្របីអ្នកស្រុកជាច្រើននៅក្នុងសង្គមអំពើអំពាន់របស់ខ្មែរគឺមិនមែនត្រឹមតែខ្លាស្មិលនោះទេសូម្បីតែពស់ស្មិលក៏មានដែរនោះវាបានកកើតឡើងចេញពីពពួកគ្រូអាគមដែលរៀននៅរបៀនខុសដំណំហើយបានคล้ายទៅជាសត្វបិសាចដូចនេះនិយាយអំពីលោកមេភូមិដាំឯណោះទៀតសោតគាត់បានរកវិធីសាស្ត្រជាច្រើនហើយបានដោះស្រាយជាមួយនឹងអ្នកភូមិក្រោយពេលដែលគាត់បានដឹងអំពីរឿងរ៉ាវទាំងអស់នោះហើយគ្រាមួយគាត់បានទៅពឹងពាក់ព្រានគង់សាជាថ្មីចូលទៅក្នុងព្រៃដើម្បីប្រមាញ់អាខ្មៅនោះឲ្យបានព្រានគង់ខ្ញុំមកនេះគឺដើម្បីអញ្ជើញព្រានគង់ឯងចូលទៅក្នុងព្រៃយើងលើកនេះយើងទៅប្រមាញ់អាខ្មៅទៅបើមិនដូច្នេះទេអ្នកស្រុកអ្នកភូមិរបស់ខ្ញុំប្រកាសជាត្រូវទុកវេទនាអន្តរាយចាក់ជាមិនខានដោយសារតែវាពេលដែលឮដូច្នេះព្រានគង់គាត់ក៏ឆ្លើយថាតើលបងឯងចង់ទៅតាមប្រមាញ់វាមែនដែរទេបើតាមតែខ្ញុំគិតមើលយើងកុំពិបាកទៅនាំទៅអស់កម្លាំងអីរាល់យប់វានឹងត្រឡប់មកក្នុងភូមិយើងនេះយើងចាំតែទទួលវាទៅបានហើយពេលនោះលោកមេភូមិគាត់ក៏ឆ្លើយថាតើលបងឯងនិយាយនេះគឺមានន័យថាម៉េចទៅខ្ញុំមិនយល់សោះហើយនេះខ្ញុំគ្រាន់តែចង់នាំលបងឯងចូលទៅក្នុងព្រៃដើម្បីប្រមាញ់វាតែប៉ុណ្ណោះខ្ញុំមិនរងចាំឲ្យអ្នកស្រុកអ្នកភូមិរបស់ខ្ញុំជួបទុក្ខលំបាកដោយសារតែអាខ្មៅនោះទេខ្ញុំយល់ពីសម្ដីរបស់លោកមេភូមិហើយប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថាពស់នេះគឺមិនមែនជាព្រាយពស់ធម្មតានោះទេវាគឺជាពស់ស្មិលណាវាបានคล้ายខ្លួនទៅជាសត្វពស់នៅពេលយប់ថ្ងៃឡើងវាធ្វើជាមនុស្សធម្មតាតើលបងឯងនិយាយនេះបានន័យថាម៉េចហ្នឹងលោកមេភូមិគាត់ក៏បានឆ្ងល់នឹងឧទានសួរទៅកាន់ព្រានគង់បន្ទាប់មកព្រានគង់គាត់ក៏ឆ្លើយថាតែលបងឯងមិនដឹងទេអីពស់ស្មិលនេះវាគឺជាអាគ្រូធ្មប់ម្នាក់នោះហើយវានៅចុងភូមិឯណោះវាចេះអំពើអំពាន់អាប់ធ្មប់ខ្លាំងពូកែណាស់ប៉ុន្តែវាខុសនៅរបៀនដំណំគ្រូទើបវាខ្លាយទៅជាព្រាយពស់ដូច្នេះឬក៏ពស់ស្មិលនឹងឯងវត្ថុអើយខ្ញុំមិននឹកស្មានថានៅលើលោកយើងនេះមានរឿងនឹងកាត់ឡើងផងខ្ញុំធ្លាប់តែឮថាខ្លាស្មិលឥឡូវនេះមានពស់ស្មិលទៀតមិនអីទេបើសិនជាព្រានគង់ឯងដឹងអំពីរឿងរ៉ាវទាំងអស់នោះយើងកុំចូលទៅក្នុងព្រៃអីណាមួយនៅក្នុងព្រៃវាគឺជាអត្តភាពដ៏ខ្លាំងក្លារបស់វាផងយើងនៅក្នុងភូមិនេះក៏ល្អមួយយ៉ាងដែរបើតាមគំនិតរបស់ខ្ញុំក៏មិនចង់នាំពេលវេលាដ៏មានតម្លៃរបស់យើងចំណាយអត្ថប្រយោជន៍ទៅលើវានោះទេយើងនៅក្នុងភូមិយើងមានឥទ្ធិពលជាងវាក្រោយពេលដែលពួកគាត់ទាំងពីរបានជជែកគ្នាទៅនៅពេលរសៀលបន្តិចគាត់ក៏ចាប់ផ្ដើមទៅហៅកែអ្នកភូមិជាច្រើនអ្នកដើម្បីឲ្យរៀបអន្ទាក់រងចាំចាប់ទៅកាន់អាខ្មៅហើយអាខ្មៅនោះបន្ទាប់ពីត្រូវបានគេត្រៀមគម្រោងការចាប់វាក៏មានញាណវិសេសរបស់វាផងដែរដោយសារតែវាគឺជាមនុស្សចេះអាគមនឹងឯងនៅពេលដែលវាដឹងថាអ្នកស្រុកអ្នកភូមិត្រៀមគម្រោងការក្នុងការប្រមាញ់វានៅពេលយប់បន្តិចទៀតនេះវាក៏មិនបានប្រែក្រឡាទៅជាសត្វពស់ឡើយនៅពេលយប់នោះក្រោយពេលដែលដឹងថាពួកលោកគ្រូអាគមទាំងពីរតាមប្រមាញ់វាក៏
ត្រឡប់ចូលទៅក្នុងព្រៃដោយមិនបន្សល់ដានឲ្យពួកគាត់ទាំងពីរបានឃើញឡើយក្រោយពេលដែលពួកវាបានដឹងថាគ្រូអាគមទាំងពីរនោះតាមប្រមាញ់វានៅវេលាយប់នោះពួកគាត់និងអ្នកភូមិជាច្រើនអ្នកក៏នាំគ្នារងចាំមើលថាតើវានឹងមកនៅក្នុងភូមិនេះទៀតដែរឬទេប៉ុន្តែយប់នោះគឺវាមិនបានមកឡើយហេតុនេះហើយបានជាធ្វើឲ្យពួកគាត់ទាំងពីរមានការងឿងឆ្ងល់ជាខ្លាំងនៅក្នុងចំណោមនោះគឺមានអ្នកភូមិម្នាក់បានសួរទៅកាន់ព្រានគង់ថានៅលបងគង់ហេតុអ្វីបានជាយប់នេះវាមិនមកអញ្ចឹងឬមួយក៏វាដឹងថាពួកយើងត្រៀមគម្រោងការប្រមាញ់វានៅយប់នេះខ្ញុំក៏មិនដឹងដូចគ្នាដែរនឹងណាលោកប្អូនអើយនៅពេលនោះលោកមេភូមិគាត់ក៏ដើរមកដល់ហើយបានសួរទៅកាន់ព្រានគង់ថាណែលបងគង់តើលបងឯងបានឃើញវាមកទីខាងនេះទេនៅឯទីខាងខ្ញុំឯណោះគឺមិនបានឃើញវាមកឡើយខ្ញុំសង្ស័យថាយប់នេះវាដឹងអំពីគម្រោងការរបស់យើងហើយបានជាវាមិនចូលមកក្នុងអន្ទាក់របស់យើងអញ្ចឹងមិនអីទេបើសិនជាវាមិនមកក្នុងភូមិយើងនាំគ្នាទៅប្រមាញ់វានៅក្នុងព្រៃទៅប៉ុន្តែយើងទៅតែគ្នាតែពីរនាក់បានហើយមិនបាច់នាំទុកទៅដល់អ្នកភូមិរបស់យើងទេអញ្ចឹងក៏ល្អម្យ៉ាងដែរនេះងាយស្រួលហើយខ្ញុំក៏ចង់ដឹងថាអាខ្មៅនោះតើវាស្បែកគង់ដល់កម្រិតណាទៅអំឡុងពេលដែលពួកគាត់ជជែកគ្នាក៏ស្រាប់តែឮសំឡេងអ្វីមួយគួរឲ្យចម្លែកតាមពិតទៅវាមិនបានទៅក្នុងព្រៃដោយអ្វីដែលពួកគាត់បានគិតឡើយវាបានលាក់ខ្លួននៅឯខាងក្រោយភូមិដែលនៅឯចុងព្រៃបន្តិចក្រោយពេលដែលវាដឹងថាពួកគាត់ទាំងពីរដឹងថាវានៅមិនឆ្ងាយប្រមាណពីភូមិនោះវាក៏បានលូនចូលទៅក្នុងព្រៃជ្រៅបាត់ទៅពេលនោះព្រានគង់គាត់ក៏ឧទានថាពធអើយមកយប់ទៅហើយពួកយើងមិនដឹងថាវាសងំនៅទីនេះទេយើងស្មានថាវាចូលទៅក្នុងព្រៃបាត់ទៅហើយអំឡុងពេលនោះលោកមេភូមិដាំគាត់ក៏និយាយទៅនឹងព្រានគង់ដែរថាតើយើងតាមប្រមាញ់វាដែរឬទេប៉ុន្តែលោកមេភូមិបានត្រឹមតែពោលពាក្យដូច្នេះតែជាអ្នកសម្រេចចិត្តនោះគឺព្រានគង់តែប៉ុណ្ណោះព្រានគង់គាត់ក៏ឆ្លើយថាកុំតន់អាលតក់ក្រហល់អីណាលបងណាមួយគឺយប់ទៅហើយយើងមិនដឹងទិសតំបន់នៅក្នុងព្រៃនោះទេយើងអាចជួបគ្រោះថ្នាក់ដោយសារតែវាចាំស្អែកឡើងយើងនាំគ្នាធ្វើដំណើរទៅកាន់ថ្នាក់ចាស់របស់យើងទៅយើងគង់តែជួបវាតែប៉ុណ្ណោះត្រៀមតែចិត្តត្រៀមតែកាយក្នុងការប្រយុទ្ធជាមួយនឹងវាទៅអាខ្មៅស្បែកគង់នេះវាមានឥទ្ធិពលខ្លាំងណាស់ណាមួយវាញៀនជាមនុស្សផងវាមិនមែនជាសត្វពស់ធម្មតាដូចជាយើងគិតឡើយវាគឺជាពស់ស្មៅណានៅពេលដែលពួកគាត់បានជជែកគ្នាភ្លឺល្មមបន្ទាប់ពីភ្លឺអ្នកស្រុកអ្នកភូមិក៏បំបីជួរគ្នាទៅផ្ទះរៀងៗខ្លួនទៅហើយអាសនៈនៃការធ្វើពិធីអាគមរបស់ពួកគាត់ទាំងពីរនោះក៏ចាប់ផ្ដើមរើរុះយកទៅទុកទៅតាមកន្លែងសមគួររបស់ពួកគាត់ក្រោយពេលដែលរៀបចំសម្ភារៈរួចរាល់អស់ពួកគាត់ទាំងពីរមានការងឿងឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាអ្នកភូមិជាច្រើនអ្នកនៅតំបន់នោះមិនដឹងថាវាលាក់ខ្លួននៅឯចុងព្រៃជាភូមិអំឡុងពេលដែលលោកមេភូមិគាត់អង្គុយឆ្ងល់ព្រានគង់គាត់ដើរមកដល់ហើយគាត់ក៏បានពោលឡើងថាណែលបងអើយកុំឆ្ងល់អីនេះលបងឯងភ្លេចហើយអីវាគឺជាគ្រូធ្មប់ណាពេលថ្ងៃវាមានញាណពិសេសវាចិញ្ចឹមកូនក្រក់របស់វាយើងធ្វើអ្វីក៏វាដឹងដែរហេតុដូច្នេះហើយគម្រោងការអ្វីផ្សេងទៀតយើងកុំតន់អាលប្រាប់ទៅកាន់អ្នកភូមិអីយើងដឹងតែពីអ្នកគ្នាយើងទៅបានហើយជៀសវាងការបែកការទៅកាន់វាអញ្ចឹងយើងមិនអាចប្រមាញ់វាបានទៀតទេពិតមែនហើយលបងលើកពាក្យបែបនេះគឺសមហេតុផលខ្លាំងណាស់ចាប់ពីពេលនេះតទៅយើងកុំប្រាប់ទៅកាន់អ្នកណាម្នាក់ឲ្យបានដឹងឡើយដឹងតែគ្នាយើងបានហើយសកម្មភាពនៅពេលនោះគឺមានតែពួកគាត់ទេគឺជាអ្នករៀបចំក្នុងការប្រមាញ់ទៅកាន់អាខ្មៅស្បែកគង់ក្រោយពេលដែលពួកគាត់ត្រៀមនឹងគម្រោងចាក់ចែងទៅស្រាប់តែជួបហេតុការណ៍ដ៏អាក្រក់មួយនោះគឺមានអ្នកភូមិម្នាក់បានរត់មកប្រាប់ថាលោកអ៊ំទាំងពីរមានរឿងហើយសូមលោកអ៊ំកុំតន់អាចចូលទៅក្នុងព្រៃអីក្រោយពេលដែលបានឮសំឡេងរបស់ក្មេងប្រុសឧទានមកកាន់ពួកគាត់ទាំងពីរដូច្នេះគាត់ពេលនោះក៏ចាប់ផ្ដើមទម្លាក់សម្ភារៈដែលត្រៀមនឹងចូលទៅក្នុងព្រៃប្រមាញ់អាខ្មៅស្បែកគង់នោះហើយបានងាកមកសួរកាន់ក្មេងប្រុសនោះវិញថាណែក្មួយតើមានរឿងអ្វីកើតឡើងហ្នឹង
បានជារលះរលាំងរត់មករកអ៊ំទាំងពីរដូច្នេះនៅក្នុងភូមិយើងនេះមានរឿងហេតុទៀតហើយមែនទេពេលនោះក្មេងប្រុសម្នាក់នោះក៏បានពោលទៅកាន់លោកគ្រូទាំងពីរថាពិតមែនហើយព្រានគង់និងលោកអ៊ំដាំឪពុករបស់ខ្ញុំឯណោះត្រូវបានជួបប្រទះគ្រោះដល់អាក្រក់មួយគឺពស់យក្សដ៏ធំមួយក្បាលបានខំប្របាក់លេបគាត់អូសគាត់ចូលទៅក្នុងព្រៃបាត់ទៅហើយនៅពេលដែលឮដូច្នេះគាត់ក៏បាននិយាយថាតើពិតមែនទេហើយរឿងរ៉ាវនេះវាកើតឡើងតាំងពីពេលណាមកប្រាប់អ៊ំទាំងពីរមកមើលស្រួលអ៊ំនឹងរកវិធីទៅកម្ចាត់វាតាន់ពេលវេលាណាក្មេងប្រុសម្នាក់នោះក៏ពោលទៅកាន់លោកគ្រូទាំងពីរថាវាមិនយូរពេកទេណាលោកអ៊ំទាំងពីរឪពុករបស់ខ្ញុំល្ងាចមិញនេះគឺគាត់បានងូតទឹកនៅនឹងមុខផ្ទះក៏ស្រាប់តែមានរឿងរ៉ាវបែបនេះកើតឡើងតែម្ដងមកកាន់គាត់ហើយម្ដាយរបស់ខ្ញុំបានឲ្យខ្ញុំមកហៅលោកគ្រូទាំងពីរឲ្យទៅជួយក្រែងលោតាន់ពេលវេលាអាចសង្គ្រោះឪពុករបស់ខ្ញុំបាននៅពេលនោះគាត់បានសម្លឹងមើលមុខគ្នាហើយក៏ពោលថាពុទ្ធោអើយហេតុអ្វីបានជាអាពស់ស្មើនេះវាមកយាយីអ្នកភូមិម្ដងទៀតមិនដែលខានអញ្ចឹងបើយើងមិនរកវិធីកម្ចាត់វាទេអាពស់ស្មើឬក៏អាខ្មៅស្រកាគុំនេះវាប្រកាសជារាតត្បាតភូមិពីមួយថ្ងៃទៅមួយថ្ងៃអស់ពីសត្វចូលទៅកាន់មនុស្សដូច្នេះយើងគួរតែកម្ចាត់វានៅវេលាយប់នេះតែម្ដងទៅពិតមែនហើយព្រានគង់ខ្ញុំក៏គិតដូចជាលបងព្រានឯងចឹងដែរតោះក្មួយប្រុសឆាប់នាំលោកអ៊ំទាំងពីរធ្វើដំណើរទៅកាន់ផ្ទះក្មួយទៅក្រែងលោតាន់ដានរបស់អាស្បែកគង់ហ្នឹងណានៅពេលដែលពួកគាត់ទាំងពីរបានទៅដល់ផ្ទះរបស់ក្មេងប្រុសដែលឪពុករបស់វាបានពោះខំយកទៅក្នុងព្រៃបាត់នោះគាត់ក៏ចាប់ផ្ដើមសម្រុកចូលទៅក្នុងព្រៃដែលនៅមិនឆ្ងាយពីភូមិទៅតាមដានកន្លងរបស់វាបានអូសឪពុករបស់ក្មេងប្រុសម្នាក់នោះដំណក់ឈាមរបស់ឪពុកក្មេងប្រុសនោះបានដាក់ជាប់នៅតាមស្លឹកឈើមែកឈើដែលជាសញ្ញាសម្គាល់ងាយស្រួលក្នុងការពួកគាត់តាមប្រមាញ់គាត់មិនបានគិតពីសុវត្ថិភាពរបស់គាត់ឡើយដោយសារតែគិតពីសុវត្ថិភាពរបស់ឪពុកក្មេងប្រុសម្នាក់នោះវិញដំបូងឡើយគាត់មិនបានត្រៀមចូលទៅក្នុងព្រៃទាំងយប់នោះទេប៉ុន្តែហេតុការណ៍ដ៏អាក្រក់វាបានកើតឡើងនៅក្នុងមុខហើយនោះក៏សម្រេចចិត្តនាំគ្នាចូលទៅក្នុងព្រៃទាំងយប់កណ្ដាលត្រៀបតែម្ដងទៅក្រែងលោវាតាន់ពេលវេលាអំឡុងពេលដែលពួកគាត់កំពុងតែធ្វើដំណើរចូលបានពាក់កណ្ដាលព្រៃអូសកំភ្លើងនឹងដៃផ្នែកសម្លឹងមើលទៅជុំវិញក្រែងលោជួបរឿងហេតុដល់អាក្រក់ផ្សេងៗដែលអាចនឹកស្មានមិនដល់ហើយក៏វាជាទម្លាប់របស់ព្រានគង់ផងដែរអំឡុងពេលដែលគាត់ចូលព្រៃនោះគាត់តែងតែសូត្រពិធីអាគមផ្សេងៗចងព្រៃនិងសុំបើកផ្លូវពីអ្នកតាភ្នំបន្ទាប់ពីពួកគាត់បានធ្វើដំណើរជិតទៅដល់ទីតាំងរបស់អាស្រកាគង់នោះហើយគាត់ក៏ស្រាប់តែឃើញសាកសពរបស់មនុស្សចំនួន3ទៅ4នាក់ដែលនៅមិនឆ្ងាយពីកន្លែងដែលវាច្រកនោះទេបន្ទាប់ពីឃើញដូច្នេះលោកមេភូមិដាំគាត់ក៏ពោលឡើងថាពុទ្ធោអើយព្រានគង់ខ្ញុំមិនចង់ជឿឡើយថាវាសម្លាប់មនុស្សដល់ទៅ3 4នាក់អញ្ចឹងអ្នកភូមិរបស់ខ្ញុំបាត់ខ្លួនតាំងពីពេលណាមកហេតុអ្វីបានជាខ្ញុំមិនដឹងដូច្នេះនេះហើយគឺជាការធ្វេសប្រហែសរបស់ពួកយើងដែលមិនអាចជួយអ្វីបានទៅកាន់អ្នកភូមិអាខ្មៅស្បែកគង់នេះវាឥទ្ធិពលខ្លាំងណាស់យើងគួរតែរកវិធីសាស្ត្រណាមួយផ្សេងទៅបើសិនជាយើងឈរនៅនឹងដីថ្មើរជើងជាមួយនឹងវានោះនៅពេលដែលវាចេញមកវានឹងវាយប្រហារយើងអាចបណ្ដាលឲ្យយើងចាញ់ប្រៀបវាយើងក៏ស្លាប់នៅទីនេះដូចជាអ្នកភូមិអញ្ចឹងដែរអាគមរបស់ខ្ញុំមិនអាចទប់ទល់វាបានទាំងស្រុងនោះទេយើងគួរតែមានវិធីសាស្ត្របែបនឹងហើយទើបអាចទប់ទល់បាននៅពេលនោះលោកមេភូមិដាំគាត់បានទៅបញ្ឆោតអាខ្មៅស្រកាគង់នោះឲ្យវាចេញពីក្នុងលអាងហើយក៏នៅពេលដែលគាត់បានបញ្ឆោតគាត់បានដើរទៅនឹងមាត់លអាងហើយបានយកដុំថ្មគប់ចូលទៅក្នុងលអាងដើម្បីធ្វើជាសញ្ញាដាស់តឿនវាថានៅនឹងមាត់លអាងមានមនុស្សមកតាមវាក្រោយពេលដែលវាដឹងថាមានមនុស្សមកតាមវាក៏មានកំហឹងកាន់តែខ្លាំងដោយវាមិនចង់ឲ្យមាននរណាម្នាក់ដឹងថាវាលាក់ខ្លួននៅកន្លែងណាអំឡុងពេលដែលវាមានកំហឹងកាន់តែខ្លាំងវាក៏ចាប់ផ្ដើមដេញវាយប្រហារមកកាន់ពួកលោកគ្រូទាំងពីរ
ចំណែកឯព្រានគង់គាត់បានរត់នាំផ្លូវលោកមេភូមិដាំដើម្បីរត់ឡើងទៅលើថ្នាក់របស់គាត់រកទីដែលមានសុវត្ថិភាពការដេញប្រហាររបស់អាស្បែកគង់នោះមើលទៅវាមានភាពរហ័សរហួនខ្លាំងណាស់អ្វីត្បិតតែវាគឺជាសត្វពស់ដ៏ធំមួយក្បាលក៏ពិតមែនប៉ុន្តែវាមានអំណាចនៃអាគមនិងដួងព្រលឹងខ្មោចព្រៃចូលសន្ធិដ្ឋវាផងនោះវាក៏មានឥទ្ធិពលខ្លាំងក្នុងការដេញប្រហារមកកាន់ពួកគាត់ទាំងពីរប៉ុន្តែបើសិនជាមនុស្សធម្មតាប្រកាសជាត្រូវបានវាយប្រហារដោយវាទាន់ពេលវេលាហើយតែនេះពួកគាត់គឺជាអ្នកជំនាញដើរព្រៃផងនោះការវាយប្រហាររបស់វាគឺមិនបានជោគជ័យមកកាន់ពួកគាត់ឡើយកំហឹងរបស់អាខ្មៅស្រកាគង់វាក៏ចាប់ផ្ដើមចេះតែបន្តវាយប្រហារមកកាន់គាត់បរិវេណនៅតំបន់នោះមើលទៅគួរឲ្យភ័យខ្លាចខ្លាំងណាស់សូម្បីតែដើមឈើមួយចំនួនដែលនៅទីនោះបាក់រៀបខ្ទេចខ្ទីដល់ដីតែម្ដងកុំថាឡើយភាពអន្តរាយចូលមកដល់គាត់នោះសូម្បីតែជីវិតរបស់ពួកគាត់ក៏គៀកនឹងខ្លួនប្រាណរបស់គាត់ដែរអំឡុងពេលដែលគាត់រត់បណ្ដើរគាត់ក៏បានពោលទៅកាន់ព្រានគង់បណ្ដើរថាលបងគង់រត់ឲ្យលឿនបន្តិចទៅយើងអស់ពេលឥឡូវហើយឥឡូវនេះវាកំពុងតែប្រកៀកប្រកិតនឹងខ្ញុំដែលនៅមិនឆ្ងាយពីខ្នងខ្ញុំប្រមាណទេឆាប់រត់ឲ្យលឿនទៅពួកគាត់ទាំងពីរក៏នាំគ្នាកាន់តែរត់កាន់តែលឿនវាដេញកាន់តែខ្លាំងអំឡុងពេលដែលពួកគាត់ឃ្លាតពីក្រសែភ្នែករបស់អាខ្មៅស្បែកគង់បន្តិចក៏នាំគ្នារត់ឡើងទៅលើថ្នាក់បានជោគជ័យទៅនៅពេលដែលគាត់បានឡើងទៅលើថ្នាក់ភ្លាមនោះគាត់មិនបង្អង់យូរឡើយទាញកំភ្លើងបាញ់សម្ដៅមកកាន់អាខ្មៅភ្លាមតែម្ដងប៉ុន្តែគាត់គ្រាន់តែបាញ់គ្រាប់ធម្មតាតែប៉ុណ្ណោះទេពីព្រោះគាត់មិនទាន់បានត្រៀមចិត្តត្រៀមកាយបញ្ចុះនៅក្នុងអាគមមកកាន់គ្រាប់កំភ្លើងឡើយពេលដែលគាត់កំពុងតែបាញ់ភុងផាំងនៅក្នុងព្រៃនោះវាចេះតែរំកិលខ្លួនលូនមកលើដើមឈើសម្ដៅមកប្រហារគាត់ទាំងពីរប៉ុន្តែដោយសារតែគ្រាប់កំភ្លើងរបស់ព្រានគង់បាញ់សម្ដៅទៅកាន់វាដោយច្រើនសន្ធឹកសន្ធាប់ពេកធ្វើឲ្យវាខ្ទាតធ្លាក់មកដល់ដីវិញស្នូសំលេងធ្លាក់មកកាន់ដីលន់ស្នូទៅភិចដើមឈើជាច្រើនត្រូវបានបាក់ខ្ទេចខ្ទីអស់ដោយសារតែទំហំខ្លួនក៏ធំប្រវែងក៏វែងអញ្ចឹងវាគ្រាន់តែមានភាពខឹងសម្បាននិងចង់គំនុំក្រោយពេលដែលវាកាន់តែធ្វើទៅលើពួកគាត់ទាំងពីរកម្លាំងរបស់វាកាន់តែថមថយក្រសែភ្នែករបស់វានោះពណ៌ក្រហមច្រាលតែម្ដងចង្កូមក៏ចាប់ផ្ដើមបញ្ចេញនៃប្រវែងគួរឲ្យភ័យខ្លាចហើយស្រការបស់វាក៏ចាប់ផ្ដើមលំឡើងរទ្ធីអានុភាពដើម្បីការពារខ្លួនរបស់វាពីគ្រាប់កំភ្លើងនៃព្រានគង់និងលោកមេភូមិដាំនៅពេលនោះក្រោយមកលោកមេភូមិដាំអំឡុងពេលសកម្មភាពកំពុងតែតាំងតឹងនោះគាត់ក៏ក្រឡេកឃើញទិសមួយដែលជាទិសបណ្ដាលឲ្យវាចាញ់ច្រាបបន្ទាប់មកគាត់ក៏ចាប់ផ្ដើមឧទានទៅកាន់ព្រានគង់ថាណែលបងគង់ឯងបាញ់បញ្ឆោតវាសិនទៅខ្ញុំទៅឲ្យជ្រុងម្ខាងនៃថ្នាក់របស់យើងខ្ញុំយកពន្លឺព្រះច័ន្ទធ្វើជាក្រសែមួយដើម្បីបញ្ឆោតវាឲ្យវាត្រឡប់មកទិសខាងនេះយើងបាញ់វានៅក្នុងទីងងឹតយើងមិនដឹងថាគោលដៅនៅកន្លែងណាឲ្យប្រកាសនោះឡើយពេលនោះព្រានគង់កំពុងទៅបាញ់បញ្ឆោតហើយបន្ទាប់ពីលោកមេភូមិដាំត្រៀមចិត្តត្រៀមកាយនៅជ្រុងម្ខាងរួចគាត់ក៏បានស្រែកមកកាន់ព្រានគង់ថាលបងគង់ឈប់បាញ់ទៅឲ្យវាងាកមករកខ្ញុំវិញខ្ញុំនឹងមានលទ្ធភាពបាញ់វាណានៅក្រោមពន្លឺព្រះច័ន្ទនៃជ្រុងម្ខាងនេះយើងនឹងមានព្រៀបទៅលើវាហើយលបងគង់ឯងយកពេលវេលាហ្នឹងសូត្រនៅមុនគាថាបញ្ចុះចូលទៅក្នុងគ្រាប់កំភ្លើងឲ្យលឿនទៅបាទមិនអីទេលបងឯងការពារខ្ញុំណាខ្ញុំនឹងធ្វើពិធីតែមួយផ្លែតទេសូត្រតែមុនអាគមបន្តិចដាក់ចូលទៅក្នុងគ្រាប់កំភ្លើងយើងនឹងអាចយកឈ្នះវានៅវេលាយប់នេះហើយនៅពេលដែលពួកគាត់កំពុងតែប្រយុទ្ធគ្នានោះស្នូកំភ្លើងខ្ទាស់ខ្ទាកងរំពងពីពេញព្រៃតែម្ដងសត្វព្រៃក៏ចាប់ផ្ដើមផ្អើលឆោឡោចាក់ចេញពីដែននោះសកម្មភាពរបស់ពួកគាត់មើលទៅតាំងតឹងណាស់ដោយសារតែទំហំខ្លួនរបស់ពស់កាន់តែធំហើយកម្លាំងរបស់ពស់ក៏កាន់តែខ្លាំងអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺស្រការបស់វានោះស្វិតណាស់បាញ់មិនចូលឡើយប៉ុន្តែលោកមេភូមិដាំគាត់មានវិធីសាស្ត្រមួយគាត់គឺបាញ់សម្ដៅរកក្រសែភ្នែករបស់អាពស់នោះចំណែកឯអាពស់នោះគឺចាញ់ច្រាបត្រង់កន្លែងដែលភ្នែកនឹងឯងអំឡុងពេលដែលលោកមេភូមិដាំ
ព្យាយាមបាញ់សម្ដៅគោលដៅគឺក្របភ្នែករបស់វាមិនមានប្រតិកម្មអ្វីកាន់តែខ្លាំងនោះទេដោយសារតែវាគិតក្រែងខ្លាចត្រូវក្រសែភ្នែករបស់វាដោយក្របកំភ្លើងពីលោកមេភូមិដាំនឹងឯងភាពរើរុះរបស់វាក៏ចាប់តែបង្កឡើងទៅជាហេតុមួយដែលនឹកស្មានមិនដល់ដីនៅខាងក្រោមធ្នាក់របស់គាត់ខូងសឹងតែជម្រៅ1ម៉ែត្រទៅហើយដោយសារតែខ្លួនប្រាណដ៏ធំរបស់អាពស់នោះរំកិលទៅរំកិលមកវាទីនៅជុំវិញនោះហើយបើមើលទៅដើមឈើដែលពួកគាត់កំពុងតែនៅលើធ្នាក់នោះក៏មិនសូវមានសុវត្ថិភាពប៉ុន្មាននោះទេដើមឈើគឺទំហំមិនសូវធំប៉ុន្មានឡើយឫសនៃដើមឈើក៏មិនសូវជារឹងមាំទប់ទល់ទម្ងន់ខ្លួននៃដើមទាំងស្រុងនោះបាននោះទេរីឯអាខ្មៅស្បែកគង់វាដោយសារតែញៀនរបស់គ្រូធ្មប់ស្មិលកាន់តែខ្លាំងឡើងពេលនោះមេភូមិដាំគាត់សួរទៅកាន់ព្រានគង់ថាណែលបងគង់តើពិធីរបស់លបងរួចហើយឬនៅនេះខ្ញុំទប់ទល់នឹងវាលែងចង់បានហើយសូមប្រញាប់បន្តិចទៅខ្ញុំនៅសល់តែ7គ្រាប់ទៀតនោះទេខ្ញុំមិនអាចតទល់ជាមួយនឹងវាបានដោយអូសបន្លាយពេលវេលាឡើយខ្ញុំរួចហើយលបងខ្ញុំធ្វើពិធីរួចហើយនៅពេលនោះមេភូមិដាំគាត់ក៏បានហៅព្រានគង់ឲ្យទៅជ្រុងម្ខាងនៃធ្នាក់ដែលជាកន្លែងរបស់គាត់កំពុងតែប្រយុទ្ធនោះពីព្រោះអីវាមានពលឺប្រច័ណ្ឌគ្រប់គ្រាន់ក្នុងការសង្កេតមើលទៅកាន់អាខ្មៅស្បែកគង់នៅពេលដែលធ្វើពិធីដាក់គ្រាប់កំភ្លើងរួចរាល់អស់ព្រានគង់គាត់ក៏ពោលថាថ្ងៃនេះគឺជាថ្ងៃអន្សាររបស់ឯងហើយអាបបិសាចពស់ចង្រៃឯងមិនគួរណាធ្វើជាគ្រូស្មិលអាបធ្មប់ដាក់អំពើអំព័ន្ធមកកាន់អ្នកភូមិរបស់យើងនឹងបានលេបត្របាក់អ្នកភូមិយើងជាច្រើនអ្នកអស់ប៉ុន្មានកន្លងមកទៅហើយទេឯងនេះសំតែស្លាប់នៅក្នុងរូបរាងជាសត្វពស់នៅក្នុងព្រៃនេះនៅវេលាយប់នឹងដោយសារតែស្នាដៃរបស់អញយើងទាំងពីរមិនទុកឲ្យឯងមានជីវិតឡើយអាពស់បិសាចឯងទទួលយកទៅស្នូកំភ្លើងដែលផ្ដើមចេញពីព្រានគង់ចំនួន2គ្រាប់មុនដំបូងដោយសារតែអំណាចអាគមនៅក្នុងគ្រាប់កំភ្លើងនោះបានធ្វើឲ្យវាខ្ទាតទៅម្ខាងនៃព្រៃអំឡុងពេលដែលវាដឹងថាស្រកាគង់របស់វាគឺមិនថិតថេរឡើយដោយសារតែទម្លុះទៅដោយគ្រាប់កំភ្លើងអាគមពីព្រានគង់វាក៏ចាប់ផ្ដើមប្រាសខ្លួនចូលទៅក្នុងព្រៃបន្តិចដែលវាគឺស្ថិតនៅក្នុងទីងងឹតពីព្រោះវាមិនចង់ឲ្យពួកគាត់ទាំងពីរមើលឃើញថាកន្លែងណាគួរបាញ់មកកាន់ខ្លួនប្រាណរបស់វានៅពេលដែលពួកគាត់កំពុងតែសម្លឹងមើលវានៅក្នុងទីងងឹតនោះវាក៏បានគេចខ្លួនមកពីខាងក្រោយខ្នងរបស់ពួកគាត់នៅពេលដែលពួកគាត់បានភ្លេចខ្លួនវាក៏ចាប់ផ្ដើមវាយប្រហារពីខាងក្រោយប៉ុន្តែដោយសារតែការរហ័សរហួនពីពួកគាត់ផងនោះធ្វើឲ្យពួកគាត់ហក់គេចទៅម្ខាងនៃមែកឈើសង្គ្រាមអាគមរវាងសត្វពស់និងគ្រូអាគមទាំងពីរបង្កហេតុឡើងសឹងតែមិនអាចនឹកស្មានដល់នៅក្នុងឆាកជីវិតរបស់ព្រានគង់និងលោកមេភូមិដាំក៏មិនដែលជួបភាពអង្អាចរបស់គាត់ក៏ចាប់ផ្ដើមធ្វើឲ្យគាត់មានព្រៀបទៅលើពស់នោះវិញដោយសារតែគាត់បានបាញ់ចំនួន2គ្រាប់ធ្វើឲ្យវាត្រូវរបួសបាត់ទៅហើយអញ្ចឹងហើយកម្លាំងរបស់អាខ្មៅស្បែកគង់ក៏ចាប់ផ្ដើមថមថយចំណែកឯអំណាចមុនគាថានិងដួងព្រលឹងខ្មោចព្រៃដែលសន្ធិដ្ឋទៅលើវានោះក៏មិនសូវជាមានឥទ្ធិពលប៉ុន្មានដែរពីព្រោះវាហួសពេលវេលាដែលវាមានអំណាចទៅហើយវាមានអំណាចទៅត្រឹមម៉ោង12យប់តែប៉ុណ្ណោះក្រោយពេលដែលដឹងថាពួកលោកគ្រូអាគមទាំងពីរដឹងពីចំណុចខ្សោយរបស់វាព្យាយាមលូនចូលទៅក្នុងព្រៃដើម្បីគេចខ្លួនប៉ុន្តែគឺវាហួសពេលបាត់ទៅហើយនៅពេលនោះព្រានគង់គាត់កំពុងតែស្មឹងស្មាតលើកដៃប្រណម្យឧទ្ទិសទៅដល់គុណឪពុកម្ដាយនិងរំលឹកទៅដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណគ្រូបាអាចារ្យរបស់គាត់ភ្នែករបស់គាត់បើកមកវិញហើយបានភ្ជង់កំភ្លើងពីក្រោយអាខ្មៅហើយក្រសែភ្នែកដ៏មុតស្រួយរបស់គាត់នោះបានសម្លឹងមើលទៅចំក្បាលរបស់សត្វពស់នោះបន្ទាប់មកគាត់ក៏ចាប់ផ្ដើមកេះកៃបាញ់គ្រាប់កំភ្លើងអាគមរបស់គាត់នោះចំនួន1គ្រាប់បន្តទៀតគោលដៅគឺត្រូវបានចំប្លង់ល្អណាស់នៅពេលដែលវាត្រូវ1គ្រាប់ចុងក្រោយរបស់ព្រានគង់ក៏ចាប់ផ្ដើមដួលភីងមួយចំហរបស់វាទៅរីឯពពួកដួងវិញ្ញាណរបស់មនុស្សដែលវាបានសម្លាប់ទាំងអបាលម៉ាន
ក៏ចាប់ផ្ដើមរសាយភាយចេញពីខ្លួនប្រាណរបស់វាដួងព្រលឹងទាំងអស់នោះក៏ត្រូវបានរំដោះដោយព្រានគង់និងលោកមេភូមិដើមពិធីសូត្រមន្តរំដោះព្រលឹងក៏ចាប់ផ្ដើមបង្កឡើងពន្លឺនៃដួងវិញ្ញាណទាំងអស់នោះក៏ចាប់ផ្ដើមភ្លឺពាសពេញព្រៃហើយហោះទៅរកទីដ៏ស្ងប់សុខទៅតាមយថាកម្មរបស់វិញ្ញាណរៀងៗខ្លួនពេលនោះលោកមេភូមិដើមគាត់ក៏ឧទានទៅកាន់ព្រានគង់ថាយ៉ាងម៉េចហើយលបងវាស្លាប់ហើយមែនទេបើសិនជាវាស្លាប់មែននោះខ្ញុំសប្បាយចិត្តណាស់ជាពិសេសនោះគឺបងប្អូនអ្នកស្រុកអ្នកភូមិរបស់យើងចាប់ពីពេលនេះតទៅលែងមានគ្រោះអាសន្នចង្រៃរាតត្បាតនៅក្នុងភូមិរបស់យើងទៀតហើយភូមិពងរនឹងត្រឡប់មករកសភាពស្ងប់ស្ងាត់ដូចដើមឡើងវិញពិតមែនហើយលបងខ្ញុំបាញ់សម្លាប់វាហើយដួងព្រលឹងទាំងអស់ដែលវាបានសម្លាប់នោះក៏ត្រូវរំដោះទៅកាន់ទីដ៏ស្ងប់សុខផងដែរខ្ញុំចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងមិនធ្វើជាព្រានព្រៃតទៅទៀតទេណាមួយវ័យរបស់ខ្ញុំក៏ចូលដល់វ័យចំណាស់ណាស់ទៅហើយខ្ញុំមិនអាចបន្តទៅមុខទៀតបានទេខ្ញុំនឹងរកកន្លែងរៀនសូត្រធម៌អាកាន់សិលដើម្បីឲ្យជីវិតចុងក្រោយរបស់ខ្ញុំរស់នៅប្រសើរឡើងវិញណាមួយខ្ញុំបានប្រមាញ់សត្វជាច្រើនណាស់មកហើយខ្ញុំនឹងចូលទៅកន្លែងកាន់សិលបម្រើនៅក្នុងព្រះពុទ្ធសាសនារំដោះទុក្ខកម្មទាំងឡាយដែលខ្ញុំបានសម្លាប់កន្លងមកនិងកម្មពៀវិរិយជាច្រើនទៀតខ្ញុំនឹងទទួលយកហើយពេលនេះអំឡុងពេលដែលពួកគាត់និយាយគ្នាចំនួនមួយយប់ទៅក្រោយពេលដែលបំពេញបេសកកម្មចប់សម្លាប់អាខ្មៅស្បែកគង់នោះបានសម្រេចរីឯសាកសពរបស់ឪពុកក្មេងប្រុសម្នាក់នោះពួកគាត់ក៏បាននាំគ្នាសែងចេញពីក្នុងព្រៃនោះយកទៅក្នុងភូមិវិញដើម្បីឲ្យបងប្អូនសពធ្វើបុណ្យតាមប្រពៃណីទៅក្រោយពេលដែលធ្វើបុណ្យចប់អ្នកស្រុកអ្នកភូមិជាច្រើនក៏នាំគ្នាប្រមូលផ្ដុំនៅឯផ្ទះលោកមេភូមិដើមហើយអ្នកភូមិបាននិយាយថាតើពិតមែនទេថាអាខ្មៅស្បែកគង់នោះវាត្រូវបានសម្លាប់ដោយស្នាដៃព្រានគង់បើអញ្ចឹងមែននោះការបង្កហេតុឡើងដោយអាខ្មៅកន្លងមកនៅក្នុងភូមិពងរយើងនេះវាត្រូវបានបញ្ចប់ហើយពួកយើងនឹងសប្បាយចិត្តណាស់ហើយក៏សូមអរគុណទៅកាន់ពួកលោកគ្រូទាំងពីរផងដែររីឯលោកមេភូមិដើមនៅពេលដែលឮអ្នកស្រុករបស់គាត់បានឧទានដូច្នេះគាត់ក៏បានពោលឡើងថាពិតមែនហើយអ្នកភូមិទាំងអស់គ្នាចាប់ពីពេលនេះតទៅយើងលែងមានគ្រោះចង្រៃទៀតហើយនៅក្នុងភូមិពងរនឹងត្រឡប់មករកសភាពស្ងប់សុខវិញឡើងវិញហើយពេលនេះគឺនិយាយបានថាពួកលោកគ្រូទាំងពីរម្នាក់ចូលទៅបម្រើនៅក្នុងផ្លូវព្រះពុទ្ធសាសនាចំណែកឯលោកមេភូមិគាត់ក៏បន្តធ្វើជាអ្នកដឹកនាំនៅក្នុងភូមិរបស់គាត់បន្តទៀតរីឯព្រៃដែលនៅជុំវិញភូមិពងរនោះគឺត្រូវបានហាម5កូនចៅគ្រប់ចំនួនមិនឲ្យចូលទៅលេងនៅក្នុងតំបន់នោះឡើយរីឯអ្នកដែលចូលព្រៃរកអស់និងរករបស់ព្រៃផ្សេងៗក៏ត្រូវបានហាមឃាត់ដោយលោកមេភូមិនិងដាក់ជាបំរាមតកូនតចៅនៅចំនួននោះមានតែព្រៃដែលមានសុវត្ថិភាពប៉ុណ្ណោះទើបលោកមេភូមិអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចូលទៅក្នុងព្រៃនោះរករបស់របរផ្សេងៗដើម្បីជៀសវាងមិនឲ្យមានគ្រោះអាសន្នផ្សេងៗទៀតឡើយបើសិនជាមានទៀតនោះក៏ពិបាកនឹងរកបុគ្គលណាមកកម្ចាត់ពីព្រោះព្រានគង់គាត់បានបម្រើនៅក្នុងផ្លូវព្រះពុទ្ធសាសនាបាត់ទៅហើយក្រោយពេលដែលព្រានគង់បានចូលទៅបួសនៅក្នុងផ្លូវព្រះពុទ្ធសាសនារួចព្រានគង់ឬក៏ព្រះអង្គគង់បានធ្វើដំណើរនិមន្តមកលេងផ្ទះលោកមេភូមិនៅក្នុងខ្លួនជាព្រះសង្ឃក្រុងស្បង់ជ័យវរក៏បាននិយាយទៅកាន់លោកមេភូមិថាយ៉ាងម៉េចហើយញោមតើញោមដាំសុខសប្បាយដែរទេអាត្មាភាពខានមកលេងញោមជាង3ខែទៅហើយតាំងតែពីអាត្មាចូលបម្រើផ្លូវព្រះពុទ្ធសាសនាមកនៅពេលនោះលោកមេភូមិដាំក៏បានរាក់ទាក់នឹងនិមន្តព្រះអង្គគង់ឲ្យទៅអង្គុងលេងនៅក្រោមផ្ទះរបស់គាត់ហើយបានឲ្យកូនស្រីរបស់គាត់នោះត្រៀមទឹកក្តៅទឹកត្រជាក់ឆុងជាតែយកមកប្រគេនព្រះអង្គគង់ហើយក៏ចាប់ផ្ដើមធ្វើការសន្ទនាចរចាគ្នាលេងនៅពេលនោះទៅ
ហើយគាត់បានពោលឡើងថាព្រះអង្គគង់អ្នកស្រុកអ្នកភូមិយើងឥឡូវនេះរស់នៅដោយសុខស្រួលហើយបន្ទាប់ពីព្រះអង្គបានបង្ក្រាបអាខ្មៅស្បែកគង់នៅក្នុងភូមិពងរយើងនេះព្រៃភូមិឋានទាំងមូលគឺខ្ញុំបានហាម5កូនចៅអស់ទៅហើយជាពិសេសនោះគឺមិនឲ្យមាននរណាម្នាក់ចូលទៅក្នុងព្រៃដែលជាទីតាំងចាស់នៃជំរករបស់អាស្បែកគង់នោះទេអាខ្មៅអ្វីត្បិតតែវាជាសត្វពស់ដែលបានកាត់ឡើងចេញពីគ្រូអាគមចេះនៅរបៀនស្មិលពេលនេះគឺខ្ញុំមិនអោយនរណាទៅឡើយសូម្បីតែព្រៃនៅបរិវេណជាក៏ខ្ញុំហាមប្រាមដែរពីព្រោះអីបើអត់ពីព្រះអង្គទៅគ្មាននរណាគេមានអ្វីដៃល្អបង្ក្រាបនៃសត្វសភាវៈអាគមទាំងអស់នោះទេល្អហើយណាញោមធ្វើបែបនេះគឺដើម្បីសុវត្ថិភាពអ្នកភូមិរបស់យើងអំឡុងពេលដែលអាត្មាចូលបួសនៅក្នុងផ្លូវព្រះពុទ្ធសាសនានេះអាត្មាក៏រកផ្លូវធម៌បានឃើញហើយក៏ជាទីស្ងប់សុខផងដែរណាញោមអាត្មានឹងរំដោះទុក្ខកម្មទៅកាន់សត្វលោកទាំងឡាយដែលធ្លាប់បានសម្លាប់ដោយអាត្មាកន្លងមកអាត្មានឹងធ្វើពិធីសូត្រមន្តរំដោះគ្រោះកម្មទៅកាន់វិញ្ញាណសត្វលោកទាំងអស់នោះហើយបើសិនជាអាត្មាមានកម្មពៀចំពាក់វគ្គវិនជាមួយនឹងវិញ្ញាណសត្វទាំងឡាយដែលអាត្មាធ្លាប់បានបបបាញ់ពីកន្លងមកក៏អាត្មាព្រមទទួលយកកម្មផលទាំងអស់នោះដែរហើយញោមហាម5កូនចៅនៅក្នុងភូមិនេះទៅចោះអាត្មាសូមបណ្ឌបាតកុំអោយមាននរណាគេចូលទៅបបបាញ់សត្វព្រៃបន្តទៀតអីព្រោះសត្វព្រៃវាងាយនឹងផុតពូជណាស់យើងទុកសត្វព្រៃឲ្យច្រើនក៏ល្អដែរនឹងអាងបង្សល់ឲ្យកូនចៅជំនាន់ក្រោយបានឃើញនិងបានស្គាល់ចាប់ពីពេលនេះតទៅអាត្មានឹងទៅបួសរៀននៅឯវត្តផ្សេងអាត្មានឹងចាកចេញពីភូមិពងរនេះឆ្ងាយពីញោមហើយញោមថែរក្សាខ្លួនអាត្មាចម្រើនពរឲ្យណាញោមក្រោយពេលដែលព្រះអង្គគង់បាននិមន្តចេញពីផ្ទះលោកមេភូមិដាំទៅលោកមេភូមិដាំគាត់ក៏មិនបាននិយាយអ្វីដែរគ្រាន់តែថ្វាយបង្គំលាតែព្រះអង្គប៉ុណ្ណោះអ្នកស្រុកអ្នកភូមិជាច្រើនក៏ចាប់ផ្ដើមបង្កប់មុខរបរធ្វើស្រែចម្ការដោយសុខសុវត្ថិភាពរៀងខ្លួនដំណាំបន្លែផ្លែឈើស្រូវអង្ករក៏បានផលល្អដែរនាចំនួននោះអ្នកភូមិពងរក៏រស់នៅដោយភាពត្រជាក់ត្រជុំដោយការគ្រប់គ្រងពីលោកមេភូមិដែលជាម្លប់ដ៏ល្អសម្រាប់កូនចៅចំនួនក្រោយចំណែកឯក្មេងប្រុសដែលបានស្លាប់ឪពុកកាលពីមួយរយៈមុនគឺស្នាដៃរបស់អាខ្មៅស្រកាគង់នោះក៏គេចូលទៅបម្រើក្នុងផ្លូវព្រះពុទ្ធសាសនាជាមួយនឹងព្រះអង្គគង់ដែរគេធ្វើជាកូនសិស្សលោកហើយតែងតែជួយកាន់បាតបណ្ឌបាតជាមួយនឹងព្រះសង្ឃរាល់ថ្ងៃគ្រប់ពេលវេលាចំណែកឯលោកវិភូមិគាត់ក៏មានចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យដាក់ទានហើយគាត់ក៏បានហាម5កូនចៅនៅក្នុងភូមិពងរទាំងស្រុកនោះមិនឲ្យរៀននៅរបៀនអាគមផ្សេងឡើយជៀសវាងការបែកអាគមคล้ายទៅជាអំពើមួយដែលមនុស្សស្អប់ខ្ពើមចំនួននោះបងប្អូនបានដឹងស្រាប់ហើយថាគឺគ្មានអ្វីខ្លាំងជាងពពួកអធិមុខនោះទេនៅពេលដែលគេដឹងថាមានអធិមុខណាមួយបានកើតឡើងនិងមានវត្តមាននៅក្នុងភូមិណាមួយនោះអ្នកស្រុកអ្នកភូមិតែងតែមានការព្រួយបារម្ភជាខ្លាំងហើយបើសិនជាគេដឹងយ៉ាងប្រកបថាបុគ្គលណាម្នាក់ចេះនៅអាគមអធិមុខគេមិនហ៊ាននិយាយរនិងក៏មិនហ៊ានមានទំនាស់អ្វីមួយទៅកាន់បុគ្គលនោះឡើយហេតុដូច្នេះហើយបានជាមានគ្រូអាគមអធិមុខទាំងអស់នោះមានភាពឥទ្ធិពលកាន់តែខ្លាំងបណ្ដាលឲ្យបែកអាគមคล้ายទៅជាខ្លាស្មិលពស់ស្មិលជាដើមផ្សេងចឹងទៅប៉ុន្តែចំនួនហ្នឹងគឺមាននៅគ្រូចេះនៅរបៀនដោះអំពើអធិមុខផងដែរមកទល់បច្ចុប្បន្នគឺនៅមានមួយប៉ុន្តែមិនសូវជាចេញមុខទលំទលាយនិងមានឥទ្ធិពលខ្លាំងដោយកាលពីចំនួនដើមនោះទេបច្ចុប្បន្នគឺគេស្អប់ណាស់អ្នកដែលចេះនៅរបៀនអំពើអធិមុខមុនអាគមអូមអាមផ្សេងកុំថាឡើយបច្ចុប្បន្នសូម្បីតែពីចំនួនមុនគឺនៅមានច្បាប់ព្រៃនៅឡើយគេគ្រាន់តែជម្រាបទៅកាន់ភូមិនិងឃុំតែប៉ុណ្ណោះគេនឹងបាញ់សម្លាប់ឬក៏ធ្វើឃាតគ្រូអាគមធ្មប់ម្នាក់នោះចោលឥតអំពើដោយសារតែគេមិនចង់ទុកបុគ្គលទាំងអស់នោះរស់នៅនាំតែបំពុលសង្គមអ្នកស្រុកអ្នកភូមិនៅតំបន់ផ្សេង
ដោយសារតែប្រទេសជាតិទើបតែងើបពីភ្លើងសង្គ្រាមនៅក្នុងអំឡុងឆ្នាំ1980 985 ចន្លោះពីនឹងប្រជាជនខ្មែរយើងគឺរស់នៅផ្ដុំគ្នាពីមួយតំបន់ទៅមួយតំបន់ហើយក៏មិនសូវមានភ្លើងអគ្គិសនីប្រើអញ្ចឹងហើយបានជាងាយស្រួលនៅក្នុងការធ្វើពិធីអាគមនៅតាមផ្ទះគ្រូអាគមតែងតែរកមធ្យោបាយដើម្បីដាស់នៅវិធីអាប់ធ្មប់ផ្សេងៗដើម្បីធ្វើសម្ដៅទៅកាន់បុគ្គលណាមួយដែលគេស្អប់ខ្ពើមនេះគឺជារឿងរ៉ាវដ៏ជូរចត់មួយដែលបែកអាគមទៅជាពស់ស្មិលឬក៏ពស់បិសាចផ្ដើមចេញពីគ្រូអាគមអាប់ធ្មប់នឹងឯងអំពើអាប់ធ្មប់គឺតែងតែនាំសេចក្តីវិនាសមកកាន់ខ្លួននៅថ្ងៃណាមួយចាក់ជាមិនខានសូម្បីតែជីវិតសាច់ស្រស់ឈាមស្រស់ក៏មិនបានគេបូជាទៅតាមប្រពៃណីដោយងាយស្រួលឡើយគេគ្រាន់តែសម្លាប់គេទុកចោលនៅក្នុងព្រៃដើម្បីឲ្យសត្វថ្មាតស៊ីជាអាហារនេះគឺជាកម្មផលរបស់គ្រូធ្មប់មួយចំនួននាជំនាន់មុនរឿងអាស្រកាខ្មៅស្បែកគង់គឺត្រូវបានបញ្ចប់ទៅត្រឹមនេះ